រឿងថ្ងៃហ្នឹងគឺជារឿងសឹងតែគ្រប់គ្នាជួបនៅលើផ្លូវមួយហ្នឹងនៅម្ដុំខេត្តកំពង់ធំនៅម្ដុំចំមកឈូកគេហៅថាដៅដៃកំពង់ស្វាយដៅដៃលីដាគាត់គឺជាអ្នកធ្វើការនៅទីក្រុងភ្នំពេញជាមួយនឹងចត្រាជាស្វាមីរបស់គាត់ថ្ងៃហ្នឹងគឺគាត់បានទិញឡានថ្មីភ្លាមពេលថ្ងៃត្រង់គាត់ដាក់កម្រោការថានឹងយកឡានហ្នឹងទៅលាបំណន់ព្រះអង្គជ័យព្រះអង្គចោមនៅខេត្តសៀមរាបអញ្ចឹងក៏សម្រាប់ចិត្តទៅតែប្រឡប់ហើយម្យ៉ាងឆ្លៀតពេលយកឡានហ្នឹងឲ្យប៉ាម៉ាក់មើលផងនៅខេត្តសៀមរាបយ៉ាងថាជាអ្នកបើកឡានថ្មីថ្មោងអត់ដែរបើកជិះផ្លូវវែងឆ្ងាយតែឯងទេហើយអត់ដែរបើកឡានដោយខ្លួនឯងទៀតអញ្ចឹងមុននឹងចេញទៅគាត់បានទៅបន់ស្រន់នៅវត្តភ្នំគាត់បានសុំសេចក្តីចម្រើនអីចឹងទៅមុននឹងចេញទៅហេតុការណ៍ដែលគាត់បានជួបនៅថ្ងៃនោះគឺមានអ្នកខាត់មានអ្នកឲ្យដំណឹងគាត់ច្រើនមែនតើថាមិនគួរទៅថ្ងៃហ្នឹងទេគួរតែលើកថ្ងៃហើយមានម្ដាយគាត់ហ្នឹងទេមកប្រាប់ទៀតថាមិនឈប់កណ្ដាលផ្លូវគេសិនទៅប៉ុន្តែគាត់គាត់ថាអត់អីទេព្រោះគាត់ធ្លាប់បើកឡានផ្លូវឆ្ងាយដែរគាត់តែជាឡានរបស់អ្នកដទៃប្តីរបស់លីដាណាអញ្ចឹងគាត់ក៏សម្រេចចិត្តទៅទាំងក្បាលប្រឡប់តែម្ដងរហូតដល់ផ្លូវបំបីគេហៅថាកំពង់ស្វាយដៅដៃតែជាផ្លូវមួយទៅសៀមរាបមួយទៅខេត្តព្រះវិហារជីបានមកសន្ទុះទោះបីជាព្យាយាមមើល Google Map ខ្លាំងកម្រិតណាក៏ដោយសុកពួកគេវិញផ្លូវ Google Map ក៏ដាច់សេវាលេងមានអ៊ីនធឺណិតហើយពួកគេអត់ដឹងទេថាអ៊ីនធឺណិតហ្នឹងដាច់តាំងពីពេលណាចេះតែមានទំនុកចិត្តថាខ្លួនឯងនៅលើផ្លូវរហូតទីបំផុតពួកគេបានបំពេញផ្លូវហើយទៅដល់កន្លែងមួយដែរអត់ដឹងថាខ្លួនឯងនឹងជីបត់បាយមិនតង់ទៅហើយទេហើយដែលគាត់ជួបនៅថ្ងៃនោះជួបតាំងពីបរិសុទ្ធស្លៀកសមនុស្សអង្គុយអោបជង្គង់នៅគេនផ្លូវតែហ៊ានក្មេងឆ្លងកែបមនុស្សស្រីចោលប្រាប់ផ្លូវឃើញទាំងអស់នៅថ្ងៃហ្នឹងហើយជីសុកស្រាប់តែត្រឡប់មកដល់កន្លែងដើមវិញធ្វើឲ្យគាត់លែងមានជំរឿនដោយសារតែលែងមានអ៊ីនធឺណិតអត់មានភ្លើងទប់តាមផ្លូវសំណាងល្អគាត់បានយកខ្សែកប្រាក់ទៅតាមខ្លួនចំណុចហ្នឹងទេព្រោះអីគេមនុស្សឬក៏របស់ចម្លែកដែលគាត់ជួបហ្នឹងគឺជួបនៅក្រៅឡានទាំងអស់ហាក់បីដូចជាពួកហ្នឹងចូលមកក្នុងឡានអត់បានហើយនេះគឺជារឿងខ្មោចពងវៀងផ្លូវថ្ងៃមួយលីដាបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដោយឆ្លងកាត់តំបន់មួយដែលមានឈ្មោះថាកំពង់ស្វាយដៅដៃជាតំបន់ផ្លូវបំបីបន្តទៅសៀមរាបហើយនៅខេត្តព្រះវិហារគឺចេញពីខេត្តកំពង់ធំផ្ទាល់តែម្ដងបងប្អូនលីដាគឺជាអ្នកខេត្តសៀមរាបស្វាមីហើយនឹងក្រុមគ្រួសាររបស់បងប្អូនគឺនៅខេត្តសៀមរាបទាំងអស់តែម្ដងហេតុការណ៍ដែលបងប្អូនបានជួបគួរឲ្យព្រឹកព្រួយខ្លាំងមែនទែនធ្វើឲ្យបងប្អូនចងចាំរហូតមកដល់ពេលបច្ចុប្បន្ននេះព្រោះវាទៅតែកើតឡើងថ្មីនេះទេគឺនៅក្នុងខែឧសភាឆ្នាំ2024កន្លងទៅនេះតែប៉ុណ្ណោះនៅក្នុងអំឡុងខែឧសភាបងប្អូនហើយនឹងស្វាមីបានទិញរថយន្តថ្មីជារទយន្តមួយបាំងកន្លះមានទ្វារ4ទិញឲ្យភ្លាមគឺបងប្អូនតាំងចិត្តថានឹងជិះរថយន្តហ្នឹងទៅសែនព្រេងនៅមុខព្រះអង្គជេកព្រះអង្គចោមនៅឯខេត្តសៀមរាបព្រោះធ្លាប់ជាប់សម្ដីជាប់ពីសម្ដីថាបើសិនជាធ្វើការសំលុយកាក់សល់ពេលណាទិញរថយន្តបាននឹងជិះយកមកថ្វាយព្រះអង្គមើលអញ្ចឹងណាដើម្បីលៀមបំណត់ទោះបីជាមិនសល់លុយកាក់ច្រើនរថយន្តនោះត្រូវបានទិញដោយសារតែចងការប្រាក់ជាមួយនឹងធនាគារខ្លះក៏ដោយក៏លីដាសប្បាយចិត្តខ្លាំងមែនទែនព្រោះនឹងគឺជាសមិទ្ធផលថ្មីនៅក្នុងក្រុមគ្រួសារហើយក៏ជារថយន្តថ្មីលើកទី1នៅក្នុងជីវិតរបស់ខ្លួនដែរធម្មតាឥឡូវនឹងគេបងមនុស្សសួរហ្នឹងហើយហើយម្យ៉ាងមនុស្សខំតាំងធ្វើការសល់លុយសល់កាក់បានទិញរថយន្តចឹងអារម្មណ៍ដំបូងគឺភ័យអហើយធម្មតាយើងទាំងគេបានរថយន្តនឹងមកគឺចង់ជិះទៅឲ្យអ្នកផ្ទះមើលហើយរឿងលីបំណន់មួយឯប៉ុន្តែជិះទៅឲ្យឪពុកម្ដាយនៅខេត្តហ្នឹងបានមើលហ្នឹងគឺរឿងមួយទៀតហ្នឹងហើយគ្រាន់តែទទួលបានរថយន្តថ្មីស្រឡាំងភ្លាមលីដាហើយនឹងស្វាមីឈ្មោះចត្រាក៏បានបបួលគ្នាជិះរថយន្តទៅសែននៅមុខព្រះអង្គជេកព្រះអង្គចោមខេត្តសៀមរាបទាំងថ្ងៃល្ងាចតែម្ដងបានថាបានរថយន្តហ្នឹងពេលថ្ងៃត្រង់បបួលគ្នាទៅទាំងល្ងាចមកណាមួយទៀតក៏បានឆ្លៀតចូលលេងអ្នកផ្ទះផងបានឲ្យពួកគាត់មើលរថយន្តថ្មីរបស់ពួកគេអញ្ចឹងណាការចេញដំណើរនោះរួមមានទាំងលីដាចត្រាកូនស្រីរបស់ពួកគេព្រមជាមួយនឹងក្មួយប្រុសម្នាក់ផងដែរដែលឪពុកម្ដាយក្មួយប្រុសហ្នឹងគឺនៅជាមួយនឹងឪពុកម្ដាយរបស់លីដាដែលខេត្តសៀមរាបអញ្ចឹងនាំកូនគេឲ្យទៅជាមួយឪពុកម្ដាយគេដែរចាំនិយាយថាទាំងពីរអ្នកហ្នឹងអ្នកសៀមរាបហ្មងគាត់អ្នកសៀមរាបហ្នឹងហើយប៉ុន្តែមុនចេញដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបលីដាហើយនឹងចត្រាបានសម្រេចចិត្តចូលទៅវត្តភ្នំសិនដើម្បីអត់ធូកសុំសេចក្តីសុខមុននឹងចេញដំណើរជាមួយនឹងរថយន្តថ្មីរបស់ពួកគេព្រោះពួកគេអត់ដែរធ្វើដំណើរផ្លូវឆ្ងាយដោយបើករថយន្តទៅខ្លួនឯងបែបហ្នឹងទេអ្នកដែលមានរថយន្តថតតែជិះទៅជាមួយគេអញ្ចឹងណាសែនព្រេងចាប់សពគ្រប់ពួកគេក៏សប្បាយចិត្តហើយក៏រៀបចំខ្លួនដើម្បីធ្វើដំណើរផ្លូវឆ្ងាយឆ្ពោះទៅកាន់ខេត្តសៀមរាបទាំងក្បាលប្រលប់តែម្ដងតែនៅពេលដែលពួកគេចុះដល់ពាក់កណ្ដាលជណ្ដើរវត្តភ្នំអ្វីដែលធ្វើឲ្យលីដាចងចាំអត់ភ្លេចគឺមាននិយាយចាស់ស្លៀកសម្នាក់ប្រហែលជាមើលទៅគឺជាដូនជីនៅទីនោះតាមលីដាគិតណាដើរកាត់ច្រាស់ពួកគេឡើងជណ្ដើរវិញពួកគាត់ចុះចឹងដូនជីហ្នឹងគាត់ឡើងច្រាស់ពួកគាត់បានសម្លឹងមើលមុខលីដាអត់ដាក់ភ្នែកទេនៅពេលនោះបន្ទាប់មកគាត់ក៏សួរថាចង់ទៅឥឡូវហ្នឹងមែនអត់ដែរស្គាល់គ្នាណាហើយគាត់សួរចឹងមកចង់ទៅឥឡូវហ្នឹងមែនលីដាចម្លើយចិត្តខ្លាំងមែនតើមិនក៏គាត់ដឹងថាពួកគេចង់ទៅណាតែគាត់គិតថាប្រហែលជាគាត់ចង់សួរថាត្រឡប់ទៅផ្ទះវិញហើយមែនព្រោះសែនព្រេងហើយចឹងណាលីដាក៏ឆ្លើយតបវិញថាចាយាយពួកយើងចេញទៅវិញហើយដូនចាស់នោះក៏តបថាប្រចាំប្រចែកបើអាចទ្រាំបានទ្រាំសិនទៅនិយាយតែប៉ុណ្្នឹងប្រឡយពីចោលឲ្យដើរទៅបន្តមកពេលចឹងគាត់នឹងគិតថាមិនដែរគួរឲ្យនិយាយថាមិនលីដាឆ្ងល់មែនតើគិតថាប្រហែលជាដូនចាស់នឹងច្រឡំមនុស្សតែដឹងមុខមកប្រហែលគាត់ចឹងឲ្យធ្លាប់មានរឿងអីនិយាយមួយគ្នាចឹងណាតម្រាំបានចេញដំណើរគឺម៉ោង5ល្ងាចបាត់ទៅហើយការធ្វើដំណើរថ្មីរបស់ពួកគេជាមួយនឹងរថយន្តថ្មីស្រឡាងពួកគេរំពឹងថាអត់បំផុតក៏ប្រើប្រាស់រយៈពេលពី7ទៅ8ម៉ោងដែរទៅដល់ខេត្តសៀមរាបដោយសារតែហ៊ានបាត់លឿននោះទេម្យ៉ាងគឺបាត់ពេលយប់អានេះគឺគួរឲ្យចាប់អារម្មណ៍ដែរថាបើសិនជាយើងធ្វើដំណើរទៅណាឆ្ងាយចឹងណាហើយអាមុនធ្វើដំណើរនឹងជួបហេតុការណ៍អីគួរតែព្យាយាមចាប់អារម្មណ៍តិច
ខ្ញុំឧស្សាហ៍ណាស់ឲ្យតែឃើញអីដែលផ្លែផ្លែកាត់ឡើងមុនចេញដំណើរទៅណាគឺតែងតែប្រាប់អ្នកចិត្តខ្លួនជានិច្ចថាដូចអត់សូវស្រួលវិញអីចឹងទៅយើងមិនជឿទៅលើនឹង 100% ប៉ុន្តែការដាក់សតិគ្នាក៏ជារឿងមួយដែរ អាហ្នឹងគឺភ្លើងតែមនុស្ស គេ ធ្លាប់ប្រាប់យើងអីតែយើងអត់ព្រម អត់ដឹង អត់ព្រមចាប់អារម្មណ៍ខ្លួនឯងដូចរឿងមួយដែលថាខ្ញុំសុំបនប្រាក់ឲ្យប្រាក់មកជួយខ្ញុំនេះចាត់ទៅប្រាក់ជូនក្បាលមកជួយព្រមចាំប្រាក់មកផ្ទាល់មករបស់អីវាមានមកផ្ទាល់មកប្រយោជន៍អញ្ចឹង គេអត់ដែរមកប្រាប់យើងធំច្បាស់ច្បាស់ហើយប៉ុន្តែតែងតែធ្វើរឿងរ៉ាវអីមួយឲ្យយើងចាប់អារម្មណ៍ហ្មងតែណាស់តែយើងអត់ចាប់អារម្មណ៍ទៅទៀតដោយសារតែការធ្វើដំណើរពេលយប់ផងអញ្ចឹងលីដាគឺត្រូវប្រើប្រាស់ Google Map ដើម្បីប្រាប់ផ្លូវព្រោះនៅពេលយប់ពិបាកមើលផ្លូវម្យ៉ាងពួកគេមិនដែលបើកឡានទៅសៀមរាបដោយផ្ទាល់នោះទេនៅតាមដងផ្លូវឪពុកម្ដាយរបស់លីដាតែងតែខំមកសួរជារឿយៗថាដល់ណាហើយកូនមានបាយមានទឹកញ៉ាំនៅហើយចុះចៅគាត់នឹងមិនដែរអញ្ចឹងទៅលីដាក៏ឆ្លើយតបថាអត់អីទេម៉ែពួកខ្ញុំប្រើប្រាស់ Google Map ដើម្បីប្រាប់ផ្លូវអញ្ចឹងអត់មានបញ្ហាអីទេហើយចៅម៉ែឯងហ្នឹងម្ដងដេកម្ដងភ្ញាក់មិនហ្នឹងទៅជោគរក្សាចាក់សានទេពួកគេទីក្រែមញ៉ាំរហូតហ្នឹងមិនអីទេប្រហែលជា 6-7 ម៉ោងអីទៅដល់ភូមិហីពួកយើងបើល្មមដែរហើយថ្ងៃនេះគឺដូចជាមិនសូវចង់ទៀតប្រមាណដែររឿងផ្លូវដោយសារតែម្ដាយលីដាគាត់គឺជាអ្នកកាត់ធွာគាត់កាត់ធွာកាន់អាគាត់ជឿទៅលើរឿងអបិយជំនឿច្រើនមែនទែនជាពិសេសការធ្វើដំណើរតាមផ្លូវនៅពេលយប់អញ្ចឹងគឺអាចមានគ្រោះថ្នាក់ប្រសិនបើយើងមិនប្រុងប្រយ័ត្នស្មារតីបានល្អឬក៏ពេលខ្លះយើងរិស័យដាក់ឃើញនេះឃើញនោះបំភាន់ផ្នែកយើងបានគាត់បានប្រាប់លីដាថាកូនណាមិនឈប់នៅកណ្ដាលផ្លូវសិនទៅកុំឲ្យលំបាកទៅរកម្ដុំស្គុនម្ដុំកំពង់ចាមអីហ្នឹងចូលសម្រាប់សិនទៅចាំព្រឹកព្រលឹមឡើងចាំបន្តដំណើរទៅសៀមរាបក៏អត់អីដែរនៅពេលដែលនិយាយទូរស័ព្ទជាមួយនឹងអ្នកម្ដាយហ្នឹងគឺលីដាបាត់ speaker អញ្ចឹងធ្វើចិត្រាក៏បានលឺដែរពេលហ្នឹងលីដាអត់ឆ្លើយតបផងចិត្រាឆ្លើយកាត់តែម្ដងថាអូម៉ែអត់អីទេខ្ញុំបើកល្មមទេម្យ៉ាងពួកយើងបើកតាមតែ Google Map រហូតហ្នឹងអត់មានបញ្ហាអីទេកាប់ទៅខ្ញុំធ្លាប់បើកឡានឲ្យមិត្តភក្តិខ្ញុំទៅខេត្តឆ្ងាយដែរបើកទាំងយប់ច្រើនដងមិនដែលមានអីផងហ្នឹងម៉ែមិនបាច់ព្រួយទេដោយសារតែលឺកូនឆ្លើយបែបហ្នឹងហើយគាត់គិតថាទោះបីជានិយាយបែបណាក៏ក្មេងៗអត់ជឿគាត់ដែរអញ្ចឹងគាត់ក៏ជូនពរឲ្យពួកគាត់ធ្វើដំណើរតាមផ្លូវមានសេចក្តីសុខហើយក៏ឆាប់ទៅដល់ផ្ទះបន្ទាប់មកគាត់ក៏បិទទូរស័ព្ទអត់ទៅជិះទៅជារឿយៗប្រហែលជាម៉ោង 8:55 នាទីយប់លីដាចាប់ផ្ដើមមានអារម្មណ៍ចម្លែកផ្លូវដែលគាត់ជិះហ្នឹងកាន់តែស្ងាត់ទៅហើយផ្លូវសៀមរាបណាស្ងាត់យ៉ាងណាក៏មានឡានមានម៉ូតូអញ្ចឹងឡានធំមានហើយតាមផ្លូវចាប់ផ្ដើមមានដុះព្រៃម្ដងតិចម្ដងតិចកាន់តែក្រាស់ទៅហាក់ដូចជាមិនមានរថយន្តដទៃសោះនៅលើផ្លូវលីដាមានអារម្មណ៍ចម្លែកខ្លាំងមែនទែនក៏ងាកទៅសួរចិត្រាថាបងដូចប្លែកមិនទេជាយូរទៅមានតែយើងអញ្ចឹងហើយម៉ោងត្រឹមតែ 7-9 ហ្នឹងឬបែបហ្នឹងចិត្រាក៏ឆ្លើយថាមិនអីទេយើងបើកតាម Google Map រហូតហ្នឹងយើងមិនវង្វេងផ្លូវទៅណាទេហើយនៅតាមផ្លូវអ្នកស្រុកអ្នកភូមិតែអញ្ចឹងឯងម្ដងមានមនុស្សច្រើនម្ដងមានមនុស្សតិចម្ដងមានព្រៃម្ដងអត់ព្រៃអញ្ចឹងផ្លូវហ្នឹងតែអញ្ចឹងឯងតាមពីដើមមកមិនបាច់ខ្វល់ពេកទេអូនបងធ្លាប់បើកឡានជិះមិត្តភក្តិទៅតាមផ្លូវរាប់សិបដងទៅហើយបើអូនបារម្ភអូនបិទផ្នែកគេងទៅបន្តិចទៀតកុំតែទៅដល់ទេលីដាក៏រៀងស្ងប់អារម្មណ៍តែរួចក៏សំងំស្ងៀមមើលម៉ែកបន្តទៀតព្រោះទុកចិត្តលើតែម៉ែទេភ្លេចខ្លួនសុកពេលនោះស្រាប់តែមេឃចាប់ផ្ដើមភ្លៀងមានផ្សាយហុយទ្រុបបាំងផ្លូវពួកគេធ្វើឲ្យបរិយាកាសកាន់តែព្រួយគួរឲ្យខ្លាចខ្លាំងមែនតើនៅពេលហ្នឹងហើយលីដាមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងចម្លែកទាំងដែលមិនសិនតែនៅក្នុងឡានហ្នឹងគឺអត់បានបន្ថែមទេលីដាបានគិតថានោះប្រហែលជាផ្សែងដុតច្បើងដែលអ្នកភូមិដឹកដេញមុខឲ្យគោអញ្ចឹងតែចម្លែកត្រង់ថានៅសងខាងផ្លូវហ្នឹងមើលយ៉ាងម៉េចក៏អត់មានឃើញភូមិមនុស្សនៅដែរអត់មានឃើញផ្ទះគេបាទអត់ឃើញមនុស្សទេអាចផ្សែងហ្នឹងវាមកពីណាលីដាព្យាយាមបើកម៉ែមើលធ្វើយ៉ាងណាកុំឲ្យវង្វេងផ្លូវនាងបានចាំថានៅមុននេះបន្តិចពួកគេបានជិះឆ្លងកាត់ផ្លូវបំបែកកំពង់ស្វាយដាវដែកដែលជាផ្លូវតភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តសៀមរាបហើយនៅមកចំហៀងទៀតពីខេត្តកំពង់ធំទៅព្រះវិហារហើយតាមទម្លាប់របស់គ្រូសាលីដាឲ្យតែឆ្លងកាត់កន្លែងណាដែលមានអារម្មណ៍ថាស័ក្តិសិទ្ធិត្រូវបានគេគោរពបូជាពួកយើងធ្វើម៉េចលើកដៃស្ពែហើយសូមសេចក្តីសុខដោយនិយាយថាកូនចៅសូមឆ្លងកាត់ផ្លូវនេះឲ្យមានសេចក្តីសុខផងសូមលោកតាលោកយាយអ្នកមានបារមីជួយថែរក្សាយើងផងចឹងទៅដូចគ្នាអ្នកដែលជឿតែធ្វើបែបហ្នឹងឆ្លងផុតពីតំបន់នោះយូរទៅផ្លូវកាន់តែស្ងាត់ទៅព្រៃដុះតាមដងផ្លូវកាន់តែក្រាស់ទៅលីដាកាន់តែមានអារម្មណ៍មិនសូវស្រួយតែងតែងាកសួរប្តីជានិច្ចថាបងគិតមិនឥឡូវហ្នឹង Google Map របស់យើង error បាត់ហើយកាន់តែភ័យវាដូចអ៊ីនធឺណិតតាមផ្លូវដែរហ្នឹងហើយដាច់អ៊ីនធឺណិតយូរតាំងពីពេលណាខ្ញុំអត់ដឹងទេអញ្ចឹងអា Google Map ដែលគាត់មើលថាជីត្រូវផ្លូវហ្នឹងវាកាំងតាំងពីពេលណាក៏អត់ដឹងផងចេះតែគិតថាត្រូវផ្លូវហ្នឹងគាត់តែយើងនៅលើផ្លូវក៏ប៉ុន្តែតែទៅអា map ហ្នឹងវាលែងតើអញ្ចឹងធ្វើមិនដឹងបងខ្ញុំភ័យនេះចិត្តត្រាតែងតែឆ្លើយតបទៅវិញថាមិនអីទេយើងមកត្រូវផ្លូវអូនយ៉ាងដែលខ្លួនឯងណាក៏មានអារម្មណ៍ថាព្រួយបារម្ភស្ទាក់ស្ទើរដែរលីដាចាប់អារម្មណ៍ថាឃើញផ្សែងហោះកាត់មុខឡើងច្រើនលើកច្រើនសារខ្លាំងមែនទែនតែនាងគិតថានោះប្រហែលជាផ្សែងចម្បាំងរបស់អ្នកស្រុកអ្នកភូមិដុតនៅតែកាត់បែបអញ្ចឹងបើកាន់តែយូរទៅកាន់តែស្ងាត់ទៅលីដាលេងទុកចិត្តក៏ប្រាប់ឲ្យចិត្តត្រាព្យាយាមរកមើលគេមើលឯងដែលដើរតាមផ្លូវហ្នឹងមើលព្រោះឥឡូវហ្នឹងលេងមានអ៊ីនធឺណិតមើលទៀតហើយបើកមួយសន្ទុះពួកគេក៏បានឃើញមនុស្សម្នាក់ដើរតាមផ្លូវម៉ោង 9 ជាងទៅឲ្យមានទាំងលើទាំងក្រោមពេកស្លៀកពាក់សទាំងអស់ដើរទៅតាមកែមបាត់ផ្លូវឯងគាត់អត់គិតច្រើនទេគាត់មានអារម្មណ៍អីគាត់ក៏សម្រេចចិត្តឲ្យប្តីរបស់នាងហ្នឹងគឺទៅឈប់ឡានក្បែរហ្នឹងដើម្បីសួរនាំលីដាជិះទៅចុកភ្លាមគាត់ក៏បានសួរថាបងអត់ទោសផ្លូវហ្នឹងទៅសៀមរាបមែនបងនៅនឹងឈប់មកសន្ទុះជាមនុស្សប្រុសណាបន្ទាប់មកក៏ងាកមុខមកសម្លឹងមើលមុខលីដាមកសន្ទុះទឹកមុខគាត់ចម្លែកខ្លាំងមែនតើហើយដៃមនុស្សប្រុសម្នាក់ហ្នឹងគឺលីដាសង្កេតឃើញញ័រសំខាន់គឺអត់ពាក់ស្បែកជើងទេហើយភ្នែកមើលទៅគឺខ្មៅបបោមាត់ស្លេកហាក់ដូចជាមនុស្សទៅតែងើបមកពីឈើអញ្ចឹងរួចគាត់ឆ្លើយតបបែបយឺតមួយស្ដាប់សំឡេងស្ទើរតែមិនលឺនៅមិនប៉ុន្មានគីឡូម៉ែត្រទៀតទេដល់ព្រះវិហារហើយអូនពួកអូនឯងមកធ្វើអីនៅហ្នឹង
ហើយគាត់បានលួចញញឹមទៀតដោយមើលទៅតំណងបើសិនជាគាត់លឺជាងហ្នឹងតំណងសើចទៀតគឺព្រឺខ្នងហ្មងសន្តានាលើកហ្នឹងបេះដូងលីដាញាប់ខុសធម្មតាយើងនិយាយជាមួយមនុស្សធម្មតាបេះដូងយើងធម្មតាហើយប៉ុន្តែលីដាគាត់មានអារម្មណ៍ថាបេះដូងគាត់មិនខុសទេដែលនិយាយជាមួយមនុស្សផងហ្នឹងញាប់ខុសធម្មតានៅក្នុងចិត្តគាត់ច្រើនខ្លាំងមែនតើតែក៏ហួសចិត្តដែរហួសចិត្តខំមើលផែនទីមករហូតហេតុអីជីផ្លូវខុសបានចត្រាលឺបែបហ្នឹងចត្រាក៏វិក្បាលតែម្ដងថាមិនគួរណាបើខុសផ្លូវសោះនេះនៅមិនប្រហែលម៉ោងទៀតទេដល់ព្រះវិហារបាត់ទៅហើយហ្នឹងបានន័យថាពួកគេបើកបោហូមមកយូរដែរលីដាខ្វល់ពីរឿងផ្លូវផងខ្វល់ពីបរិបទម្នាក់នោះផងថាគាត់ជានរណាគេហេតុអីបានដើរមកលើផ្លូវហ្នឹងតែឯងស្មានហ្នឹងហើយអត់ពាក់ស្បែកជើងទៅទៀតដៃញ័រទៅទៀតបរិបទម្នាក់នោះរៀបនឹងដើរចូលមកចិត្តឡានគាត់ទៅហើយហ្នឹងលីដាប្រាប់ថាបងអរគុណច្រើនចេញកញ្ចក់ឡានបិទហ្មងហើយខ្លាំងពេកហើយក៏ឲ្យចត្រាហ្នឹងថយឡានទៅលឿនត្រឡប់ទៅរកផ្លូវបែកហ្នឹងវិញចេញពីនោះបានបន្តិចហ្នឹងធ្វើបែបយើងគឺមើលតាមកញ្ចក់ឡានក្រោយលីដាបានព្យាយាមងាកមើលតាមកញ្ចក់ឡានក្រោយថាតើបរិបទម្នាក់ហ្នឹងគាត់ដើរទៅណាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតើទើបតែបែកគ្នាអំបញ្ញមិញសោះបរិបទម្នាក់នោះបាត់ខ្លួនបាត់មកមើលអត់ឃើញទេនៅតាមកញ្ចក់ឡានគាត់ទៅណាលីដាមើលអត់ឃើញថាគាត់នឹងនៅខាងណាទេតាមកញ្ចក់ឡានគាត់ងាកមើលទៅឆ្វេងមើលទៅស្ដាំម្ដងទៀតថាតើបរិបទនោះបាត់ខ្លួនទៅណាមើលអត់ឃើញសោះហាក់បីដូចជាគាត់នឹងចេះបាត់កាយតែលីដាពេលហ្នឹងក៏ព្យាយាមលួងចិត្តខ្លួនឯងថាប្រហែលជាគាត់នឹងចុះពីបត់ផ្លូវចូលទៅក្នុងព្រៃចូលទៅក្នុងភូមិអញ្ចឹងណាហ្នឹងហើយគាត់ក៏អត់យើងមិនកលេចមើលទៅខាងក្រោយគាត់ក៏កលេចមកវិញបឹបរូបភាពដែលលីដាឃើញនៅតាមខាងកែមផ្លូវហ្នឹងគឺឃើញហាក់បីដូចជានៅខាងមុខមានមនុស្សស្លីបសដូចបរមអញ្ចឹងណាអង្គុយអោបជង្គង់បែកខ្នងមកខាងឡានតែនៅពីចង្ងាយនេះឡើយតែងាកមកភ្លើងហ្វាហ្នឹងចាក់ចំបរមម្នាក់ហ្នឹងរូបសន្តានដូចជាបរមដែលគាត់តែឃើញពេលដែលសួរនាំគ្នាអញ្ចឹងតែលើកនេះគឺមកបែកព្រួយបែកខ្នងចូលកាន់តែចិត្តកាន់តែដូចមនុស្សឡើងមុនដំបូងគាត់គិតថាប្រហែលជាដុំថ្មអីសសតែកាន់តែចិត្តកាន់តែដូចមនុស្សនៅពេលដែលពួកគាត់ជីកកាត់ប្រកាសរូបភាពដែលលីដាឃើញគឺជាមនុស្សអង្គុយអោបជង្គង់ហើយបានងាកមុខសម្លឹងមកពួកគេភ្នែកស្ទើរលៀនចេញមកជាមួយនឹងឈាមដាក់ពេញមុខតែម្ដងស្រស់ព្រមទាំងញញឹមទៀតជាមួយនឹងទឹកមុខគួរឲ្យខ្លាចលីដាប្រកាសក្នុងចិត្តច្បាស់ណាស់ថានោះគឺជាបរិបទដែលពួកគេបានសួរនាំពីផ្លូវមុននេះបន្តិចលីដាចាប់បែករួនចត្រាចឹងបងជួយមើលខ្ញុំចត្រាក៏ងាកជួយទៅមើលចត្រាក៏សួរថាអត់មានឃើញអីផងចត្រាបានឃើញទេអាហ្នឹងប្រហែលជាផ្លាកប្រសញ្ញាលីដាក៏គេហៅតាំងចិត្តកលេចមើលម្ដងទៀតតាមកញ្ចក់ក្រោយព្រោះបាត់មកហូរហើយចឹងណាកលេចមើលបើជាដុំថ្មមែនតែពេលដែលជីកាត់ហ្នឹងគាត់ឃើញជាមនុស្សបរិបទមនុស្សដែលគាត់បាននិយាយគ្នាបាញ់មិញហ្នឹងនិយាយរួមស្ដាប់មកលីដាយកដាក់តែនៅក្នុងឡានតែពេលឃើញដំបូងឃើញអាបែកនោះឃើញទាំងអស់គ្នាដល់ពេលអាជីមកតាមផ្លូវឃើញខ្ញុំអខលីដាបានតាំងអារម្មណ៍ហើយចត្រាក៏ប្រាប់ថាអូនឯងធ្វើចេះស្ងប់ទៅអូនឯងប្រហែលជាគិតច្រើនគិតរឿងវិញផ្លូវហើយបើជ្រុលសង្កត់គេបងទៅអត់អីទេទុកជិះលើបងទៅបានតែបន្តិចយើងត្រឡប់ទៅដល់កន្លែងដើមវិញហើយលីដាប្រាប់ថាអត់ទេខ្ញុំនៅជួយមើលបងឯងខ្ញុំមានអារម្មណ៍ដូចជាអត់សូវស្រួលទេមកឲ្យខ្ញុំគេស្មានខ្ញុំគេអត់លក់ទេពួកគេក៏បន្តដំណើរទៅមុខទៀតព្រោះហូរពីផ្លូវបំបែកយូរដែរបាទអាពេលទៅមិនសូវអីទេអាពេលមកហ្នឹងគឺបាក់សក់ហ្មងជីកាន់តែយូរទៅស្រាប់តែផ្លូវហ្នឹងកាន់តែស្ងាត់ទៅផ្លូវហ្នឹងចម្លែកហាក់ដូចជាគ្មានឡានគ្មានម៉ូតូអីជីកាត់បន្តិចសោះនៅតាមផ្លូវផ្ទះមួយក៏គ្មានដែរហាក់ដូចជាផ្លូវហ្នឹងគឺគ្មានមនុស្សនៅទេបានន័យថាពួកគេមិនដឹងថាជីផ្លូវហ្នឹងមកត្រង់ឬក៏បាត់បែនក៏អត់ដឹងបងហើយបានមកដល់ពេលហ្នឹងមកក្នុងចំណុចហ្នឹងគឺអត់ដឹងសោះបងចាំបាត់ឆ្លងដល់ពេលចឹងដឹងជីទៅណាទៅផុតពីនោះបានបន្តិចហ្នឹងក៏ដាច់ដោតមានផ្ទះមួយចឹងប៉ុន្តែផ្ទះហ្នឹងហាក់បីដូចជាគ្មានមនុស្សនៅទៅគឺជាផ្ទះដែលគេបោះបង់ចោលមិនយូរប៉ុន្មានពួកគេក៏បានជួបជាមួយនឹងទាហានម្នាក់ដែលឈរនៅអបផ្លូវមានទឹកមុខអត់ខុសពីបរិបទម្នាក់ដែលស្លៀកពាក់សដែលទៅតែជួបនោះទេគាត់ធ្វើមុខចម្លែកឲ្យសួរថាពួកគាត់ឯងមកពីណាស្មានលីដាក៏ប្រាប់ថាពួកយើងបើកវង្វេងច្រឡំផ្លូវទៅព្រះវិហារបងពួកយើងមានគោលដៅទៅសៀមរាបស្ដាប់ហើយទាហាននោះអត់តបអ្វីទាំងអស់ឈរថ្មឹងសម្លឹងមើលពួកគេមើលពីក្រៅឡានចឹងបែរចម្លែករួចក៏បន្តទៀតថាអញ្ចឹងទៅមុខបន្តទៀតទៅឃើញផ្លូវបែកបត់ស្ដាប់ទៅត្រង់បន្តិចទៀតដល់កន្លែងនេះគេនិយាយតែប៉ុណ្្នឹងឯងអត់ដឹងថាកន្លែងហ្នឹងដល់កន្លែងហ្នឹងកន្លែងណាទេរៀងមិនទុកចិត្តហើយលីដាប្រាប់ថាអរគុណបងជិះទៅចាប់បិទតែម្ដងលើកហ្នឹងព្រោះជួបម្ដងហើយបងយើងគួរបត់តាមគាត់អត់ព្រោះនៅខាងមុខមានផ្លូវបត់ស្ដាប់ពេលដែលយើងជិះមកដូចអត់មានកន្លែងបត់សោះបងយើងជិះមកត្រង់រហូតតែប្តីរបស់លីដាក៏តបថាបងក៏គិតថាអញ្ចឹងដែរប៉ុន្តែបត់ច្បាស់ដែរអញ្ចឹងការយល់ថាកម្មទៅអូនយើងតបដែរហើយអ៊ីនធឺណិតក៏អត់ស្លាកសញ្ញាប្រាប់ផ្លូវក៏អត់ចិត្តត្រាតបទាំងអារម្មណ៍ព្រួយផងភ័យផងតែអត់ចង់ឲ្យលីដាកាន់តែខ្លាចក៏ព្យាយាមធ្វើខ្លួនឲ្យរឹងមាំអញ្ចឹងទៅពេលហ្នឹងហើយក៏សម្រេចចិត្តថាយើងអត់បត់ទេទៅត្រង់ហ្មងទៅព្រួយបងច្បាស់ថាពេលយើងជិះមកដូចអត់មានបត់ផងហើយនេះបាទយើងត្រូវបត់ស្ដាប់បត់ជួយនេះហើយយើងក៏បានសួរគាត់ដែរថាយើងចង់ទៅកន្លែងដែលផ្លូវបែកទៅសៀមរាបហើយនេះគាត់ប្រាប់ថាឲ្យបត់ចេះបត់ចុះឲ្យទៅដល់កន្លែងនេះកន្លែងណាវាចម្លែកមែនតើពួកគេចំណាយពេលអស់ចិត្ត40នាទីទៅហើយបើកនៅលើផ្លូវត្រង់ហ្នឹងណាមិនតាន់រកឃើញផ្លូវធំទៀតធម្មតាយើងវិញផ្លូវចិត្តទៅត្រង់រហូតដែរពួកគេកាន់តែបារម្ភទូរស័ព្ទមិនមានអ៊ីនធឺណិតអត់មានសេវាសុខបីតែបន្តិចលីដាលេងតុកចិត្តក៏ប្រាប់ឲ្យចត្រាបើកហ្វារហូតតែម្ដងទៅព្រោះផ្លូវនោះអត់មានភ្លើងគោមតាមផ្លូវទេគ្រាន់តែបើកឆ្វាចស្រាប់តែមានពលឺសចាំងព្រាតពេញផ្លូវហ្មងហោះប្រងព្រាតពេញមុខឡានពួកគេពលឺនឹងមើលទៅដូចជាផ្សែងបន្តិចដូចជាភ្លើងគុំបន្តិចបើតាមជំនឿពលឺទាំងអស់ហ្នឹងព្រាតដូចជាពលឺនៃដួងបលឹងវិញ្ញាណខ្មោចព្រាតបិសាចអនាថាអញ្ចឹងពួកគេឃើញតែពីរនាក់ឯហ្នឹងហើយពួកគេអត់និយាយអ្វីទាំងអស់ម្នាក់នៅស្ងៀមហើយព្រឺសម្បល់រៀងខ្លួនក៏ព្យាយាមបើកឡានបុកកាត់ពលឺទាំងអស់ហ្នឹងភ្លាមនោះក្មួយប្រុសរបស់លីដាក៏ស្រែកថាស្អីគេហ្នឹងលីដាភ្ញាក់ឲ្យព្រឺនៅស្ងាត់ក្នុងឡានផ្សេងក្នុងឡានលីដាអត់នឹកស្មានថាក្មួយរបស់ខ្លួនភ្ញាក់ពីគេងទេហើយក៏ឆ្លើយតបវិញថាអូពលឺភ្លើងកូនអ្នកភូមិចោមទេដើម្បីដេញមុខដេញអីហ្នឹងអត់អីទេក្មួយឯងគេវិញទៅគាត់និយាយអញ្ចឹងដើម្បីក្មួយប្រុស
របស់គាត់នឹងអត់ខ្លាចហើយក៏ឲ្យគេងលុបបាត់ទៅមុខបន្តមិនបានប្រមាណផងលីដាមានអារម្មណ៍ចម្លែកមែនតើព្រោះផ្លូវកាន់តែស្រដៀងទៅនាងក៏ងាកសួរចត្រាថាបងផ្លូវនេះដូចជាយើងធ្លាប់ឆ្លងកាត់ហើយតើមានលក្ខណៈផ្ទះអញ្ចឹងដើមឈើបែបហ្នឹងមានខ្ទមតែគេបោះបង់ចោលបែបហ្នឹងខ្ញុំគិតថាពួកយើងបានមកដល់កន្លែងដើមបងចត្រាលឺហើយបែកយុះជប់ពេញខ្លួនទាំងនៅក្នុងឡានហ្នឹងមិនសិនតែចិត្តស្រីគាត់ឆ្លើយទាំងស្ទាក់ស្ទើរថាអត់ស្រួលទេបងក៏អត់ដឹងដែរបងដែរជួបបញ្ហាអញ្ចឹងទេអូនលីដាថាបងខ្ញុំភ័យតែគាត់នឹកឃើញថាគាត់បានយកបន្តោងខ្សែកព្រះមកជាមួយជាបន្តោងខ្សែកព្រះសូនចេញមកពីឆ្អឹងថ្មិញរបស់ជីតារបស់គាត់ធម្មតាអ្នកពីមុនគាត់យកឆ្អឹងហ្នឹងយកមកសូនធ្វើប្រាក់ហ្នឹងហើយលីដាក៏យកខ្សែកហ្នឹងមកក្តោបចឹងទៅដឹកដៃបួងសួងថាអោវត្ថុស័ក្តិសិទ្ធិអើយជួយបើកផ្លូវឲ្យពួកកូនចៅបានត្រឡប់ទៅផ្ទះវិញផងពួកកូនចៅមកនេះអត់មានបំណងអាក្រក់អីទេសូមគុណម៉ែគុណឪគុណគ្រូបាអាចារ្យជួយថែរក្សាកូនចៅផងកូនចៅជួបទុកឲ្យពេលនេះចឹងភ័យញ័រចឹងបួងសួងចប់លីដាក៏មកមុខចត្រាក៏សួរថាយើងគួរធ្វើមិនទៅបងមានតែបើកទៅមុខតិចទៀតទេយើងអត់អាចឈប់នៅនឹងបានទេតែឈប់គឺរឿងធំហើយបានបន្តទៅមុខជាង10នាទីក្រោយមកពួកគេក៏ក្រឡេកទៅមុខនឹងឃើញក្មេងប្រុសពីរនាក់នៅអបមកផ្លូវទៀតហើយកំពុងតែពាក់ភ្លើងឆ្លងកែបហ្នឹងហើយតំណងជាពួកគេនឹងចេញទៅចាក់កង្កែបឲ្យមើលទៅលីដាសប្បាយចិត្តខ្លាំងមែនទែនពួកគេបានចូលទៅនិយាយជាមួយនឹងក្មេងប្រុសទាំងពីរនោះដោយក្នុងចិត្តថាពីរនាក់ហ្នឹងប្រកាសជាមនុស្សប្រកាសឲ្យលើកនឹងលែងជាស្អីផ្សេងទៀតហើយលីដាក៏ចិត្តកញ្ចក់ចុះក៏ស្រែកសួរថាអូនបងសុំសួរបន្តិចផ្លូវណាទៅផ្លូវធំក្មេងប្រុសទាំងពីរនោះក៏ងើបមុខឡើងហើយក៏ញញឹមថាបងឯងទៅមកពីណាស្មានហ្នឹងហើយបាត់កាត់ផ្លូវហ្នឹងចឹងអត់ខ្លាចទេលីដាប្រាប់ថាអូបងវិញផ្លូវបងចង់ទៅសៀមរាបអូនឥឡូវពួកឯងជួយនាំបងទៅរកផ្លូវបែកហ្នឹងបានអត់ចាំបងជួយជាសកលក្មេងទាំងពីរហ្នឹងអត់ឆ្លើយទេមើលមុខគ្នាអញ្ចឹងហើយក៏មានក្បាលមកងក់ក្បាលតែប៉ុណ្្នឹងឯងហើយក៏ឡើងម៉ូតូឆ្លងកាយគេហ្នឹងជីកទៅប្តីប្រពន្ធលីដាក៏បើកឡានតាមពីក្រោយពួកគេបើកឡានតាមក្មេងប្រុសហ្នឹងបាន12ទៅ15នាទីឯងសុកក្មេងទាំងពីរហ្នឹងជិះជុំប្រេងបានពឹបអត់ជុំទៅពួកគាត់មានតែជីវតហើយលីដាក៏សួរថាម៉េចបានជិះពួកគេជិះចូលទៅក្នុងព្រៃវិញអញ្ចឹងបងគេអត់ជឿថាយើងឲ្យសកលគេហ្នឹងប្តីរបស់លីដាក៏ប្រាប់ថាឲ្យគេទៅអញ្ចឹងល្អឲ្យអូនហ៎មិនអញ្ចឹងបងពួកហ្នឹងមិនមនុស្សទេលើកហ្នឹងលីដាមើលឃើញតែចត្រាមើលឃើញម្ដងលីដាក៏សួរថាមិនបងឯងនិយាយអញ្ចឹងការពិតទៅប្តីរបស់លីដាបានឃើញក្មេងប្រុសពីរនាក់នោះប្លែកតាំងពីដំបូងម្លេះបើតាមបានមួយសន្ទុះហ្នឹងចត្រាក៏បានព្យាយាមមើលទៅម៉ូតូខាងមុខឃើញក្មេងប្រុសម្នាក់ដែលអង្គុយនៅពីខាងក្រោយហ្នឹងណាអត់ក្បាយមើលម្ដងក៏អត់ក្បាលដែរគាត់ធ្វើយ៉ាងណាក៏ក្មេងហ្នឹងមើលមិនក៏អត់ក្បាលដែរទាំងដែលហ្វាឡានរបស់គាត់ហ្នឹងប្រចាំចាំម៉ូតូហ្នឹងហ្មងពេលនោះក៏អត់ហ៊ានប្រាប់លីដាទេខ្លាចលីដាទាំងបេះដូងនៅក្នុងឡានហ្នឹងលីដាក៏ប្រាប់ថាអើយខ្ញុំអរគុណបងឯងហីបើបងប្រាប់ខ្ញុំពេលហ្នឹងខ្ញុំទាំងបេះដូងហ្មងពូជួប3ដងឯហ្នឹងឥឡូវយើងគិតធ្វើមិនបន្តទៀតចិត្តត្រាក៏គិតថាសាកបាត់ទៅមុខបន្តទៀតមើលពេលខ្លះគេមិនមកធ្វើអីយើងគេគាត់តែប្រាប់ផ្លូវយើងអញ្ចឹងណាហើយនៅខាងមុខហ្នឹងមានផ្លូវបាត់បែនច្រើនមែនតើលើកនេះគឺគេមកលេងលីដាចំតែម្ដងលីដាចាប់ផ្ដើមឃើញមនុស្សស្រីសក់វែងត្រឹមពាក់កណ្ដាលខ្នងទោះលីដាព្យាយាមមើលមុខយ៉ាងណាក៏មើលមុខគេអត់ច្បាស់ដែរអាហ្នឹងតាមជំនឿគេថាទោះបីជាយើងមើលចំមុខក៏ដោយតែគេអត់ចង់ឲ្យយើងឃើញមុខណាមើលមិនក៏ឃើញព្រិលដែរបានត្រឹមតែព្រិលគេឈរនៅតាមបាត់ផ្លូវហើយធ្វើដៃចង្អុលឲ្យពួកគេទៅត្រប់ចេះគេប្រហែលជាចង់ប្រាប់អ្វីម្យ៉ាងព្រោះគេធ្វើដៃចង្អុលឲ្យលីដាហ្នឹងទៅមុខជានិច្ចអត់ឲ្យបក់ទេជីបានមួយសន្ទុះពួកគេក៏ចាប់ផ្ដើមឃើញផ្ទះមួយបើកភ្លើងផ្លុងទំនងជាតូបឬក៏ផ្ទះលក់សាច់ដបហើយម្ចាស់តូបហ្នឹងរៀបនឹងបិទតូបទៅហើយពួកគាត់សប្បាយចិត្តខ្លាំងមែនទែនពួកគាត់ក៏ព្យាយាមជិះទៅដល់តូបហ្នឹងហើយសួរម្ចាស់តូបអ៊ំស្រីម្ចាស់តូបហ្នឹងគាត់មើលទៅដូចជាស្រឡាញ់កាំងហើយក៏សួរថាហើយចុះមកពីណាស្មានហ្នឹងហើយពួកឯងទៅណាពួកខ្ញុំវិញផ្លូវអ៊ំជួយប្រាប់ផងថាផ្លូវហ្នឹងទៅណាទៅផ្លូវបាច់សៀមរាបខ្ញុំទៅមុខលេងចង់រួចហើយអ៊ំខ្ញុំជិះឡើងចិត្តដល់មក12ហើយពេលនេះឃ្លានក៏ឃ្លានបារម្ភក៏បារម្ភអ៊ំស្រីម្នាក់ហ្នឹងក៏តបថាអូជិះទៅខាងមុខប្រហែលជាខ្ទង់20-30នាទីទៀតដល់ផ្លូវមួយក្មួយឯងបោះស្ដាំបន្តិចទៅត្រង់បន្តិចទៀតដល់ផ្លូវ8ទៅសៀមរាបនឹងភ្នំពេញហើយក្មួយមិនចាំបាច់ប្រើប្រាស់ម៉ែបអីទេស្ដាប់តែតាមអ៊ំទៅបានហើយបើសិនជាជិះតាមម៉ែបទៀតប្រកាសជាវិញទៀតព្រោះក្មួយមិនមែនជាមនុស្សទី1ទេដែលជួបបញ្ហាបែបហ្នឹងមិនបាច់ប្រាប់ក៏អ៊ំដឹងថាពួកឯងជួបអីដែរលីដាក៏សោកខ្លាំងមែនទែនបានលឺបែបហ្នឹងហើយមានន័យថាពួកអ្វីដែលពួកគេបានឃើញគឺជារឿងពិតមិនមែនជាការស្រមើស្រមៃព្រោះនឿយហត់ពេកនោះទេលីដាក៏ក្នុងចិត្តថាសំណាងហើយដែលមានវត្ថុបារមីដាក់តាមខ្លួនបើមិនអញ្ចឹងទេមិនដឹងជាត្រូវជួបអ្វីខ្លះទេព្រោះតាមដែលជួបគឺនៅក្រៅឡានទាំងអស់អត់មានគេហក់មកបំផ្លាញនៅក្នុងឡានហ្នឹងទេដោយសារតែប្រហែលជាមានវត្ថុស័ក្តិសិទ្ធិនៅក្នុងឡានអាហ្នឹងក៏ជារឿងមួយដែរសូម្បីតែបងប្អូនយើងណាដែលគាត់ជឿលើរឿងហ្នឹងណាវត្ថុការពារស័ក្តិសិទ្ធិគាត់ពេញឡានហើយតាមពិតស្ដាប់មកអាបេតិហ៊ានហ្នឹងដូចប្រាប់ត្រូវមកទេពួកគាត់ឲ្យទៅមុខបាត់ស្ដាំតាំងពីដំបូងហ្នឹងហើយប៉ុន្តែដល់ពេលគាត់អត់ស្ដាប់គាត់ជិះទៅត្រង់រហូតជីវិលទៅមកដល់កន្លែងហ្នឹងហើយវាដូចស្ថិតនៅក្នុងវងរបស់គេឲ្យយើងដើរចឹងហ្មងចឹងណាសំណាងហ្នឹងមានខ្សែកប្រាំងទៅតាមខ្លួនបោឡានរបស់យើងវិញមានតាំងពីកម្មមានតាំងពីកញ្ចក់3ទៅពួកគេក៏បានអរគុណអ៊ំស្រីនោះហើយក៏បើកឡានចេញពីតុរបស់គាត់ទៅបើកបានប្រហែលជា15នាទីលីដាចាប់បានឃើញមនុស្សស្រីម្នាក់ទៀតហើយដែលព្យាយាមដើរទៅមុខលឿនមែនទែនព្យាយាមដើរឈ្ងោកចឹងហ្មងហាក់ដូចជាប្រញាប់ប្រញាល់ទៅណាចឹងនាងនោះមើលទៅពីខាងក្រោយរៀងស្អាតខ្លាំងមែនទែនតែគួរឲ្យចម្លែកខ្លាំងណាស់ដែលស្មើនឹងមានមនុស្សស្រីសក់វែងស្អាតខ្លាំងចឹងដើរនៅលើផ្លូវហើយដើរប្រញាប់ប្រញាល់ហ្នឹងហើយវាអត់តំណងសោះតែម្ដងលីដាក៏ងាកសួរទៅចត្រាថាបងឃើញអត់ម្នាក់ស្រីហ្នឹងដើរទៅណាចម្លែកមែនហើយក៏លឿនចត្រាបានឆ្លើយតបនោះទេទោះបីជាលីដាសួរច្រើនកម្រិតណាក៏ដោយជិះផុតទៅបានមួយសន្ទុះចត្រាក៏ប្រាប់ទៅលីដាថាអូនឯងលើក្រោយកុំវត្តកុំកអីបន្តទៀតនៅពេលដែលឃើញនរណាគេក៏ដោយនៅតាមផ្លូវហ្នឹងមនុស្សស្រីម្នាក់ហ្នឹងណាមិនមនុស្សទេអូនពេលបើកឡានកាត់មនុស្សស្រីម្នាក់ហ្នឹងណាបងឃើញច្បាស់ណាស់ថានាងអត់មានជើងទេ
តែខំប្រឹងធ្វើដាច់ដូចខ្លួនឯងដើរលឿនចឹងបងស្មានតែបងឃើញតែឯងអូនឃើញមិនស្អីម្នាក់ហ្នឹងដែរតែអូនឃើញគេដើរតែបងកលេចមើលទៅគេអត់មានជើងទេតែទ្រូងឲ្យតឹងទ្រូងចង់ធ្លាយរួចក៏ក្រឡេកភ្នែកមើលទៅតាមកញ្ចក់ឡានអ្វីដែលគាត់ឃើញគឺស្ត្រីម្នាក់ហ្នឹងផុសនៅក្នុងកញ្ចក់ឡានហ្នឹងតែបាច់នៅពីក្រោយឡានណានៃធ្លាក់លៀនចេញមកខាងក្រៅហាក់បីដូចជាបលឹងខ្មោចដែលជួបគ្រោះថ្នាក់ចរាចរណ៍ហើយបំវិញនៅម្ដងហ្នឹងលីដាសក់ចិត្តខំមាត់លើកហ្នឹងលេងនិយាយលេងអីទាំងអស់សង្ងំស្ងៀមងាកមកវិញតែម្ដងឲ្យនៅស្ងៀមចឹងលេងនិយាយទាំងអស់ជីបានមួយសន្ទុះទៅពួកគេបានទៅដល់ផ្លូវបំបែកភ្នំពេញសៀមរាបចាប់ដើមមានឡានមួយបានមកដោយប្រកដីវិញហើយនៅក្បែរហ្នឹងធម្មតាមានក្រាសាំងមួយពួកគាត់ក៏បានជិះចូលទៅក្នុងក្រាសាំងហ្នឹងដើម្បីចាក់សាំងផងចូលបន្ទប់ទឹកផងអីចឹងទៅដើម្បីរងាប់អារម្មណ៍ណោះចូលទៅដល់ទីនោះក៏ចាប់ដើមមានមនុស្សម្នាធម្មតាវិញលីដាក៏ចាប់ដើមអស់អារម្មណ៍សំឡេងទូរស័ព្ទក៏ចាប់ដើមរោឡើងមានសេវាឡើងវិញរឿងហើយនោះគឺជាសំឡេងទូរស័ព្ទរបស់ម្ដាយរបស់លីដាថាមកយាយកូនដល់ណាយម៉ោង12នេះហើយលីដាក៏ប្រាប់ថាម៉ែអើយមើលទៅប្រហែលជារកកន្លែងស្នាក់នៅម្ដុំហ្នឹងហើយខ្ញុំទៅលេងរួចហើយហើយប្រហែលស្មាននឹងបើទៅមុខទៀតប្រកាសជាមិនដឹងជួបអីតទៀតទេលេងយីហ្នឹងក៏ព្យាយាមរកផ្ទះសំណាក់ស្នាក់នៅហ្នឹងស្អែកឡើងគាត់ក៏តដំណើរធ្វើដំណើរទៅសៀមរាបបានជោគជ័យមែនហើយនឹងគឺជាហេតុការណ៍ផ្ទាល់ដែលលីដាបានជួបជាមួយនឹងក្រុមគ្រួសារនៅពេលដែលគាត់ធ្វើដំណើរយកឡានថ្មីសាឡាងទៅខេត្តសៀមរាបហើយគឺជាហេតុការណ៍ដែលសឹងតែគ្រប់គ្នាជួបនៅផ្លូវបំបែកហ្នឹងខ្ញុំក៏ធ្លាប់ជួបតែនិយាយធំខ្ញុំធ្លាប់ជួបតែគាត់នេះជួបច្រើនពេកហើយជួបឡើងអូបើសិនជាបបពិសោធន៍របស់គាត់នេះជួបម្ដងនេះផ្ដាំចាំហ្មងលែងទៅឲ្យយប់គឺអត់ជីដាច់ខាតបធ្នូឲ្យគាត់តាំងពីនៅជួបនៅវត្តភ្នំហ៎ពីមួយវត្តភ្នំបានថាគាត់មានអ្នកថែសារគាត់ទៅពេលខ្លះអ្នកខ្លះមានអ្នកថែសារតែយើងអត់បានចាប់អារម្មណ៍យើងបានចាប់អារម្មណ៍ទីគាត់បានចាប់អារម្មណ៍ពេលទី2យើងក៏អត់បានកាន់បានអីចឹងតែពេលយើងធ្វើបុណ្យធ្វើទានអីចឹងមានចេះគេប្រាប់តិចដល់សម្រាប់ពេលហ្នឹងគាត់ទៅទុកសុំសេចក្តីសុខនៅលើវត្តភ្នំចង់អាការសុំបានស្រន់របស់គាត់ហ្នឹងហើយស័ក្តិសិទ្ធក៏គេបញ្ជូនមកឲ្យដុំជីហ្នឹងមកប្រាប់ហើយក៏អត់ចាប់អារម្មណ៍ស្មានតែច្រឡំសួរច្រឡំមនុស្សទី2ម្ដាយខំខ្វាត់ទៀតមិនក្រាបឡើងទីគាត់ឃើញអត់គេក្រាបឡើងតែជាទូទៅម៉ែឪណាក៏ដោយឲ្យតកូនជីពេលយប់ប្រាប់ចឹងដូចគ្នាទាំងអស់ពេលចឹងយើងមិនចាប់អារម្មណ៍យើងគិតថាបើសិនជាយើងស្ថិតនៅក្នុង cycle របស់គាត់ស្ថិតនៅក្នុងអាផ្លូវជីទៅជីមកត្រៃដូចគាត់ហ្នឹងមិនដឹងយ៉ាងណាទេហើយសំខាន់អា Google Map នឹងបោកសាហាវទៀតមិនទាំងតាំងពីពេលណាយើងសម័យនេះទៅណាមកណាយើងប៉ុន្តែ Google ហ្នឹងឯងយើងមានស្បត់ផ្លូវណាហើយនេះក៏ជាបទពិសោធន៍មួយដែល yes បើយើងមានឡានមានអីចឹងក៏មានវត្ថុស័ក្តិសិទ្ធិអីដាក់តាមខ្លួនក៏ល្អដែរជឿមិនជឿដាក់តាមខ្លួនទៅតែងងឯណាជួបមែនតើមានអីជួយហើយដូចជាអត់មានធ្ងន់ឡានផងហ្នឹងមិនតិចមួយហ្នឹងត្រូវអត់ណោះបាទហ្នឹងគឺជា The Story Podcast episode ទី8ហើយរបស់ពួកយើងនៅក្នុង season ទី2ណោះសង្ឃឹមថាដល់ episode ទី10ពួកយើងនឹងមានរឿងកាន់តែរន្ធត់ជាងនឹងអស្ចារ្យជាងនឹងបន្តទៀតបងប្អូននេះពេលបច្ចុប្បន្ន The All Professional ចាប់ដើមបើកសាខាថ្មីហើយគឺសាខាតាក់ខ្មៅអញ្ចឹងបងប្អូននៅខាងតាក់ខ្មៅសូមញ៉ាំគ្រប់ញ៉ាំប្រានផងបាទពួកយើងនៅក្នុងកំឡុងពេល soft opening នៅឡើយទេអញ្ចឹងមាន promotion ច្រើនមែនតើយើងកំពុងតែរើសថ្ងៃ grand opening ដើម្បីឲ្យធំតែម្ដងហើយនឹងចេញវីដេអូដើម្បីចូលរួម charity ចូលរួមជាមួយនឹងមន្ទីរពេទ្យគុណតែបុប្ផាហើយសម្រាប់អ្នកដែលមានបញ្ហាផ្ទៃមុខចង់ស្វែងរកផលិតផលថែទាំ skin care ដែលយើងប្រើប្រាស់ជាប្រចាំនៅ clinic ដើម្បីព្យាបាលអ្នកជំងឺតែម្ដងគឺផលិតផល expert បាទដោយក្នុងនោះវីតាមីន C គឺប្រើប្រាស់នៅពេលព្រឹកហើយយ៉ាលុយរូនីនអាស៊ីតប្រើប្រាស់ពេលណាក៏បានដែរប្រើប្រាស់ភ្លាមឃើញផលភ្លាមវីតាមីន C ទូទៅត្រូវការ10ថ្ងៃទៅ5ថ្ងៃដែរសរុបពីក្រហមមួយទឹកប្រើម្ដងទៅ2ដងបានហើយជាទូទៅអ្នកនរគ្នាប្រើចាប់ពីម្ដងឃើញផលហើយ retinol យើងប្រើប្រាស់នៅពេលយប់អាហ្នឹងគឺមានប្រសិទ្ធភាពដើម្បីជំនួសចោលកោសិកាចាស់ហើយនឹងជួយព្យាបាលមុនផងដែរ retinol ជាទូទៅប្រើប្រាស់ចាប់ពីអាទិត្យឡើងលើទៅឃើញផលណោះក្រៅពីហ្នឹងយើងមានផលិតផលលាងមុខលេខកាប់ពីកម្ដៅថ្ងៃដែលល្បីៗខ្លាំងមែនតើចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅសាកសួរនៅក្នុង page expert បានសម្រាប់ថ្ងៃនេះអរគុណច្រើនជម្រាបលា Chilly, chilly boy, close your eyes now. Someone's walking outside and knocks on the door.